cái này nè kêu xăm mùiประเภทនេះបងប្អូនគេហៅថាស៊ុបល្ហុងផុងស្នែក្បែរកំពតព្រៃតិចអត់ស្គាល់មកហូបមកប្រភេទនេះចោះបងប្អូនណាអានេះគឺបាទមានតាំងពីដូនតារាប់ពាន់លានឆ្នាំមកហើយគ្រឿងផ្សំសាមញ្ញធម្មតាទេអញ្ចឹងណាហ្នឹងឯងគ្រាន់តែថាអ្នកដែលមិនដែលចូលចក្រានសោះគាត់មិនដឹងទេថាធ្វើអីធ្វើមិនអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងគេសុំប្រាប់ពីគ្រឿងផ្សំបន្តិចនេះមានអំបិលប៊ីចេងស្ករទឹកត្រីអីអញ្ចឹងណាជីជាមួយនឹងបន្លែផ្សិតអីអញ្ចឹងយើងដាក់ទៅមានអីដាក់អស់មកអានោះស៊ុបណាតែសំខាន់នេះគេប្រើជើងស៊ុបមួយហើយបន្ទាប់មកនេះគេប្រើបាតឆ្អឹងហើយនឹងយាវអញ្ចឹងបងប្អូនបាតឆ្អឹងឬក៏បាតស្បែកហ្នឹងគេនឹងយាវរបស់គេនេះឃើញទេហ្នឹងហើយអាហ្នឹងគឺគេប្រើអញ្ចឹងណាស៊ុបល្ហុងអញ្ចឹងអូខេបងប្អូនតោះយើងទៅមើលពីរបៀបធ្វើបន្តិចហើយនឹងរបៀបញ៉ាំជាកិច្ចបង្ហើយប៉ុនណាអូខេតោះ let's go